រតនតិយស័កបន្ទាមីខ្ញុំកាណាសូមលើកកំបងគង់អញ្ជលីក្រាបនមស្ការដល់ចំពោះគុណព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជារតនៈដ៏ដងដំប្រសើរពងពោះលលោកសូមក្រាបនមស្ការដល់ព្រះធម៌ទាំង84000ព្រះធម្មខណ្ឌដែលជានិយានកៈធម៌សូមក្រាបថ្វាយបង្គំដល់ព្រះធេរាធេរៈគ្រប់ព្រះអង្គនៅក្នុងព្រះជាណាចក្រកម្ពុជាជាទីសក្ការៈចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលតែងតែស្ដាប់ខ្ញុំកណាអាត្មាភាពទៅតាមបណ្ដាញសង្គម Facebook ហើយទៅតាម YouTube ដោយមត្រីធัวផងដែរអញ្ចឹងញាតិញោមដែលជាពុទ្ធបរិស័ទយើងដែលអ្នកបានបំពេញនៅសេចក្តីល្អអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍4រោចខែចែកឆ្នាំរោងចត្វាស័កពុទ្ធសករាជ2565ត្រង់ថ្ងៃទី27ខែមេសាឆ្នាំ2024អញ្ចឹងភ្លេចទៅលះហាសណាស់ញោមពេលវេលាដែលយើងយប់ព្រឹកចឹងទៅក៏ធ្វើយើងនឹងរងចាំអ្នកខ្លះរងចាំពេលវេលាប៉ុន្តែសម្រាប់ជីវិតរបស់យើងនឹងអត់រងចាំទេញោមបងចឹងបានយើងព្យាយាមធ្វើសេចក្តីល្អឲ្យបានច្រើនបងធ្វើសេចក្តីល្អឲ្យបានច្រើនចឹងយើងព្យាយាមដូចញាតិញោមពុទ្ធបរិស័ទមួយចំនួនគឺបំពេញសេចក្តីល្អបានច្រើនមែនតើញោមចឹងខ្ញុំកណាអាត្មាភាពសូមថ្លែងអរគុណដល់ញាតិញោមពុទ្ធបរិស័ទនៅខាងតាពាំងត្រំព្រោះតែបានចូលរួមនៅក្នុងការកសាងព្រោះសូមអនុមោទនាហើយញាតិញោមពុទ្ធបរិស័ទនៅខាងទឹកវិលបានចូលរួមក្នុងការកសាងកត់ព្រោះសូមអនុមោទនាហើយញាតិញោមពុទ្ធបរិស័ទនៅភូមិថ្មីដកពោអូនជេហើយពុទ្ធបរិស័ទមកទិសទាំង8ដែលបានមានសទ្ធាជ្រះថ្លាហើយជួយឧបត្ថម្ភជាចង្ហាន់ព្រះសង្ឃផងជួយកសាងកត់ផងកសាងបន្ទប់ទឹកផងជាវដីផងនៅកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈស្រុកមន្ទីរស្រីខេត្តសៀមរាបនេះយើងនេះតែម្ដងចឹងហ្នឹងគឺជារឿងមួយដែលអស្ចារ្យណាស់ញោមដែលយើងបានបំពេញសេចក្តីល្អយើងបានធ្វើសេចក្តីល្អរួមគ្នាញោមយើងរស់នៅជាមួយគ្នាហ្នឹងបើយើងបានបំពេញសាមគ្គីឬក៏យើងរួមយើងធ្វើនៅសេចក្តីល្អគឺជារឿងមួយពិសេសណាស់ញោមសម្រាប់ជីវិតជាប្រចាំថ្ងៃនេះចឹងនៅក្នុងពេលព្រឹកនេះខ្ញុំកណាអាត្មាភាពដោយសម្ដែងជាញឹកញាប់ហើយតាក់ទងនឹងលោកកបាលធัวព្រោះលោកកបាលធัวនឹងមានតែ2ទេញោមបងមាន2ចឹងញាតិញោមពុទ្ធបរិស័ទយើងបើសម្រាប់ដោយគុណចាស់អ្នកដែលធ្លាប់សិក្សារៀនសូត្រដឹងហ៎បងតើ2នោះមានអីខ្លះញោមចឹងមុននឹងចូលលោកកបាលធัวនេះសូមឲ្យញាតិញោមពុទ្ធបរិស័ទយើងដូចសម័យបច្ចុប្បន្ននេះគឺយើងគួរតែប្រយ័ត្នបន្តិចញោមដូចក្មេងៗអីហ្នឹងព្រោះក្មេងៗហ្នឹងគឺមិនសូវជាបានដឹងទេញោមដូចកម្ដៅនេះដូចឡើងខ្លាំងពោថ្ងៃខ្លះហ្នឹងអាចឡើងដល់42ថ្ងៃខ្លះ40គាត់ថ្ងៃខ្លះហ្នឹង39ចឹងហើយញោមគួរតែប្រយ័ត្នក្មេងៗព្រោះក្មេងៗហ្នឹងក្មេងនេះមួយមនុស្សចាស់នេះ2បងពិសាទឹកឲ្យបានច្រើនបងនឹងពេលយើងពិសាទឹកបានច្រើនចឹងទៅវាធ្វើឲ្យនៅក្នុងខ្លួនយើងសម្បូរជាតិទឹកបងសម្បូរជាតិទឹកចឹងទៅវាអាចទប់នឹងកម្ដៅបានចឹងតកតងនឹងលោកកបាលធัวនេះពុទ្ធបរិស័ទគុណម្ចាស់ហ្នឹងគឺត្រូវតែមាន
ពាក្យថាលោកកបាលធัวប្រែថាម៉េចញាតិញោមប្រែថាធัวរក្សាលោកធัวរក្សាលោកនេះមាន2បងមាន2ចំណុចទី1ហិរិការខ្មាស់បាបអតបៈនឹងការខ្លាចបាបបងហើយមនុស្សយើងបើសិនបើយើងរស់នៅក្នុងសង្គមរស់នៅក្នុងតំបន់រស់នៅក្នុងប្រទេសនៅក្នុងស្រុកបើយើងអត់ខ្លាចបាបទេយើងអត់មានខ្មាស់បាបទេគឺយើងទៅប្រព្រឹត្តធ្វើអីពេញវាលពេញកាលញោមអត់បានគិតពិចារណាទេអានឹងគឺជាចំណុចដែលគុណចាស់ញាតិញោមពុទ្ធបរិស័ទយើងត្រូវតែសិក្សាព្រោះពិចារណាក្នុងចំណុចមួយហ្នឹងហើយយើងពិចារណាចំណុចមួយទៅយើងអាចដឹងយើងអាចឃើញបានហើយពោអញ្ចឹងនៅក្នុងចំណុចដែលញាតិញោមពុទ្ធបរិស័ទយើងបានមានញោមខ្លះថាបើសិនបើខ្ញុំកណាខ្មាស់បាបហ្នឹងចុះកូនខ្ញុំកណាមានណាចិញ្ចឹមមានណាមើលចឹងញោមហ្នឹងគឺចំណុចដែលញាតិញោមពុទ្ធបរិស័ទធ្លាប់និយាយធ្លាប់ស្ដីធ្លាប់ឮមកអញ្ចឹងហើយពាក្យថាខ្មាស់បាបខ្លាចបាបក្នុងទីនេះមិនមែនខ្មាស់ខ្លាចដូចដែលខ្ញុំកណាលើកខាងដើមទេអញ្ចឹងហើយនៅក្នុងចំណុចដែលពុទ្ធបរិស័ទយើងត្រូវការប្រព្រឹត្តត្រូវការបដិបត្តិនឹងយើងខ្មាស់បាបនឹងគឺមិនហ៊ានធ្វើបាបផងទាំងឡាយទាំងពួងព្រោះអត់ហ៊ានធ្វើអត់ហ៊ានប្រព្រឹត្តដែលជាអំពើអាក្រក់គ្រប់យ៉ាងញោមមានប្រព្រឹត្តអាក្រក់ដោយកាយអាក្រក់ដោយវាចានិងអាក្រក់ដោយផ្លូវចិត្តនឹងយកផ្លូវកាយផ្លូវចិត្តនឹងតាំងនៅក្នុងសមាទិដ្ឋិគេថាយល់ត្រូវហ៎ញោមហ្នឹងអញ្ចឹងយល់ត្រូវមានអីខ្លះឧទាហរណ៍ថាយើងធ្វើទានយើងបានបន់មែនណាញោមរក្សាសិលនឹងបានបន់មែនចម្រើនមេត្តាភាវនានឹងបានបន់មែននឹងយើងថាយើងមានទិដ្ឋិត្រូវអញ្ចឹងញោមយើងមានទិដ្ឋិត្រូវអញ្ចឹងប៉ុន្តែប្រសិនបើយើងកាន់ពុទ្ធសាសនាហើយយើងនៅតែប្រឆាចសិល5នឹងប្រព្រឹត្តខុសប្រព្រឹត្តធ្វើបាបទៅសម្លាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសប្តីប្រពន្ធអ្នកដទៃនិយាយកុហកផឹកទឹកស្វឹងអីជាដើមហ្នឹងអាហ្នឹងគឺជារឿងមួយដែលផ្សេងញោមណាហ្នឹងគឺទាក់ទងបាបខ្លាចបាបហ្នឹងគឺខ្លាចរអានឹងបាបមិនហ៊ានធ្វើមិនហ៊ានប្រព្រឹត្តយើងប្រៀបធៀបដូចជាភ្លើងញោមញាតិញោមដែលដល់ចូលភ្លើងហ៎ពោផែមិនហ៊ានទេមិនថាញាតិញោមទេសំបីតែខ្ញុំកាលណាក៏មិនហ៊ានដែរភ្លើងក្តៅណាស់អញ្ចឹងយើងទុកអំពើបាបនឹងគឺដូចជាភ្លើងដូចជាលំមួកយើងមិនហ៊ានទៅប៉ះយើងមិនហ៊ានទៅទប់យើងមិនហ៊ានទៅកាន់ជាដើមញោម